ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវទួលខាងមុខផ្លាកសញ្ញានេះមានន័យដូចម្តេចសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាពផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះរថយន្តប្រភេទដឹកទំនិញធំៗមានសណ្ដោងរមាក់ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅឆ្វេងនិងកែងទៅស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចហាមយានជំនិះគ្រប់ប្រភេទបត់ឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានតូចចក្រយានឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចសណ្ឋាគារឬផ្ទះសំណាក់ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវខ្វែងខាងមុខផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចតពីថ្ងៃទី16ដល់ថ្ងៃទី31ន័យដូចម្តេចប្រយ័ត្នខាងមុខជាចុងផ្លូវជាប់មាត់ទឹកមានន័យដូចម្តេចផ្លូវសម្រាប់តែរទេះអូសទាញដោយសារធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ផ្លូវសំខាន់មានសិទ្ធិផ្លាកសញ្ញានេះមានន័យដូចម្តេចហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវទឹករលកផ្លាកសញ្ញានេះមានន័យដូចម្តេចហាមរថយន្តធុនតូចដូចគ្នាទុកចន្លោះសុវត្ថិភាពតិចជាង70ម៉ែត្រផ្លាកសញ្ញានេះមានន័យដូចម្តេចមានភេសជ្ជៈដ្ឋានផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាតូដាច់តាមបណ្ដោយទ្រូងផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាអាចបើកបរឆ្លងកាត់ឬចែងបានផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចតយានជំនិះគ្រប់ប្រភេទនៅថ្ងៃគត់គូរផ្លាកសញ្ញានេះមានន័យដូចម្តេចគ្រោះថ្នាក់ផ្សេងផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ផ្លូវសម្រាប់ថ្មើរជើងធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានយន្តដឹកផលិតផលងាយផ្ទុះឬឆេះផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវធ្វើចរាចរណ៍ពីរទិសផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងមានព្រលានយន្តហោះផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នមានដុំថ្មក្រៅលើទ្រូងផ្លូវចាប់ពីផ្លាកសញ្ញានេះទៅផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានថ្មើរជើងឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងសម្រាកកម្សាន្តផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចតចំពោះយានជំនិះនៅថ្ងៃសេសផ្លាកសញ្ញានេះមានន័យដូចម្តេចហាមរថយន្តធំៗដូចគ្នាទុកចន្លោះសុវត្ថិភាពតិចជាង100ម៉ែត្រផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវសម្រាប់តែថ្មើរជើងធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចផ្ដល់សិទ្ធិអាទិភាពឲ្យយានមកពីទិសផ្ទុយផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានរង្វង់មូលផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានការដ្ឋានចាប់ផ្ដើមពីផ្លាកនេះទៅផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានកុមារឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវសម្រាប់បែងចែកគន្លងផ្លូវចរាចរណ៍នៅជិតផ្លូវប្រសពហាមឆ្លងកាត់បដូរគន្លងផ្លូវផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ការហាមចែងរវាងរថយន្តប្រភេទដឹកទំនិញធំៗដូចគ្នាផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកែងបត់ស្ដាំឬកែងបត់ឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងសង្គ្រោះបន្ទាន់
ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកទៅខាងស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ឆ្វេងត្រង់ផ្លូវប្រសពខាងមុខសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានខ្យល់បក់ខ្លាំងផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងមានធុងដាក់សម្រាមផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះតូចចក្រយានយន្តផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវរួមតូចសញ្ញានេះមានន័យដូចម្តេចកន្លែងរំកិលទូកចុះទឹកផ្លាកសញ្ញានេះមានន័យដូចម្តេចកំណត់ល្បឿនអតិបរមា60គីឡូម៉ែត្រក្នុង1ម៉ោងផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវសម្រាប់តែថ្មើរជើងនិងតូចចក្រយានធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកោងទៅស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានជំនិះដែលមានទម្ងន់ផ្ទុកលើផ្លូវនីមួយៗលើសពី2តោនផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានមនុស្សពិការឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងចតយានជំនិះផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចែងយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាតូលតាមបណ្ដោយទ្រូងផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់ឬចែងផ្លាកសញ្ញានេះមានន័យដូចម្តេចហាមបត់ស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចមន្ទីរពេទ្យផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានជំនិះទម្ងន់សរុបលើសពី8តោនផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចតចំពោះយានជំនិះគ្រប់ប្រភេទសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចមានសត្វពាហនៈឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចមានសិទ្ធិអធិភាពលើយានមកពីទិសផ្ទុយផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាំងការពារផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរងាកឬវៀងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានជំនិះគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវឯកទិសផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលយានជំនិះដែលមានកម្ពស់គិតទាំងបន្ទុកលើសពី 3,5 ម៉ែត្រផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាភ្លោះតាមបណ្ដោយទ្រូងផ្លូវបែងចែកទិសចរាចរណ៍ជាពីរផ្ទុយគ្នាហាមបើកបរឆ្លងកាត់ឬចែងផ្លាកសញ្ញានេះមានន័យដូចម្តេចប្រុងប្រយ័ត្នខាងមុខអាចមានសត្វព្រៃឆ្លងកាត់ញឹកញាប់ផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ផ្លូវសម្រាប់អ្នកថ្មើរជើងនិងតូចចក្រយានធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកោងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងបោះតង់កំសាន្តផ្លាកសញ្ញានេះមានន័យដូចម្តេចចាប់ការកំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងផ្លាកសញ្ញានេះមានន័យដូចម្តេចចំណតរថយន្តម៉ងប្រាក់ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវរួមតូចនៅខាងឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ការហាមចែងចំពោះយានយន្តគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាបែងចែកទ្រូងផ្លូវពីទិសផ្ទុយគ្នាអ្នកបើកបរខាងគំនូសជាប់ហាមឆ្លងកាត់ហើយខាងគំនូសដាច់អាចឆ្លងកាត់បាន
ផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងសម្រាប់ថ្មើរជើងឆ្លងកាត់សញ្ញានេះមានន័យដូចម្តេចទីស្នាក់ការគយត្រួតពិនិត្យនិងបង់ពន្ធទំនិញផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខអាចរអិលពិសេសនៅពេលភ្លៀងផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងចតរមាក់រថយន្តកំសាន្តផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវរួមតូចខាងស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរក្នុងល្បឿនយ៉ាងតិច30គីឡូម៉ែត្រក្នុង1ម៉ោងផ្លាកសញ្ញានេះមានន័យដូចម្តេចហាមរថយន្តដឹកទំនិញធុនធំចេញយានយន្តផ្សេងៗទៀតលើកលែងតែតូចចក្រយានយន្តផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកោងទៅស្ដាំហើយកោងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានជំនិះដែលមានទទឹងសរុបគិតទាំងបន្ទុកលើសពី 2.2 ម៉ែត្រផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះតូចចក្រយានតូចចក្រយានយន្តនិងត្រីចក្រយានផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងមានទឹកបរិភោគផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកែងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវសម្រាប់តែរថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកោងបត់បែនច្រើនសារផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំត្រង់ផ្លូវប្រសពខាងមុខផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានដុំថ្មក្រាលលើទ្រូងផ្លូវខ្ទាតផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងមានកំពុងចម្លងដោយសាឡាងផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចែងចំពោះប្រភេទរថយន្តដឹកទំនិញធុនធំដូចគ្នាផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវសម្រាប់បែងចែកកន្លងផ្លូវចរាចរណ៍អាចឆ្លងកាត់បដូរកន្លងផ្លូវបានផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តផ្លាកសញ្ញានេះមានន័យដូចម្តេចអនុញ្ញាតឲ្យតូចចក្រយានជិះទន្ទឹមគ្នាផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវកែងបត់ឆ្វេងរួចកែងបត់ស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវសម្រាប់តែតូចចក្រយានធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកទៅខាងឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានភ្លើងសញ្ញាចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងផ្ដល់សេវាទូរស័ព្ទសាធារណៈផ្លាកសញ្ញានេះមានន័យដូចម្តេចហាមស៊ីភ្លេងចំពោះយានយន្តគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាជាប់តូលតាមបណ្ដោយជាយផ្លូវសម្រាប់កំណត់ជាយផ្លូវឲ្យយានជំនិះធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះរថយន្តប្រភេទដឹកទំនិញធុនធំផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមុខត្រង់ឬបត់ឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចកន្លែងផ្ដល់ព័ត៌មានផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែករាងអ៊ីការ៉ិចផ្លាកសញ្ញានេះមានន័យដូចម្តេចខាងមុខជាផ្លូវទាល់ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវប្រសពខាងមុខមានផ្លាកសញ្ញាឈប់ផ្លាកសញ្ញានេះមានន័យដូចម្តេចចប់ផ្លូវតូចចក្រយានធ្វើចរាចរណ៍
ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវបត់ស្ដាំខាងមុខមានរថភ្លើងឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចចាប់ការហាមស៊ីផ្លេចំពោះយានយន្តគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាតូលពណ៌ក្រហមសតាមបណ្ដោយចិញ្ចើមផ្លូវសម្រាប់ការហាមឈប់ផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះតូចចក្រយានយន្តដែលមានសណ្ដង់រមាក់ឬរទេះផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវបត់ឆ្វេងខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចអ្នកបើកបរត្រូវតែឈប់ទោះមានឬគ្មានយានជំនិះឆ្លងកាត់ខាងមុខក៏ដោយផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែករាងអក្សរទេផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំនៅខាងមុខផ្លាកសញ្ញាសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នផ្លូវប្រសពខាងមុខមានផ្លាកសញ្ញាផ្ដល់សិទ្ធិអទិភាពឲ្យគេផ្លាកសញ្ញានេះមានន័យដូចម្តេចស្ថានីយ៍ប្រេងឥន្ធនៈផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះរថយន្តដឹកអ្នកដំណើរធុនធំផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបត់ស្ដាំជាផ្លូវទាល់ផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបត់ឆ្វេងជាផ្លូវទាល់ផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ឆ្វេងនៅខាងមុខផ្លាកសញ្ញាផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបាត់សិតនៅត្រង់ផ្លូវប្រសពអ្នកបើកបរត្រូវបន្ថយល្បឿនបើផ្លូវទំនេរអាចឆ្លងកាត់បានផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានរថភ្លើងឆ្លងកាត់ដោយមានរបាំងការពារផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះរទេះដែលអូសដោយសត្វផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានទ្រូងផ្លូវបែកជាពីរផ្លាកសញ្ញានេះមានន័យដូចម្តេចស្ថានីយ៍ប្រេងឥន្ធនៈនិងយានយន្តសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានយន្តគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាពណ៌លឿងឆ្នោតបញ្ឆិតទ្រូងផ្លូវសម្រាប់តម្រឹមកន្លងផ្លូវដែលមានចរាចរណ៍ពីទិសផ្ទុយគ្នាមានន័យដូចម្តេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ស្ដាំឬបត់ឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាពណ៌លឿងរាងមកព្រួញលើទ្រូងផ្លូវសម្រាប់តម្រឹមកន្លងផ្លូវដែលមានចរាចរណ៍តែមួយទិសផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះតូចចក្រយានផ្លាកសញ្ញានេះមានន័យដូចម្តេចចាប់ផ្ដើមចូលផ្លូវយន្តបត់នេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងស្ដាំផ្លាកសញ្ញានេះមានន័យដូចម្តេចយានដ្ឋានជួសជុលរថយន្តផ្លាកសញ្ញានេះមានន័យដូចម្តេចផ្លូវបាត់សិតនៅត្រង់រង្វង់មូលផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវឡើងចំណោតផ្លាកសញ្ញានេះមានន័យដូចម្តេចហាមអូសឬរុញរទេះចូលផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខចាប់ទ្រូងផ្លូវបែកជាពីរសញ្ញានេះមានន័យដូចម្តេចគំនូសសញ្ញាពណ៌លឿងរាងធ្មេញរណាប្រើកំណត់ទីកន្លែងសម្រាប់រថយន្តក្រុងឈប់សញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅស្ដាំនិងបំបែកកែងទៅឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្តេចប្រយ័ត្នខាងមុខមានផ្លូវចុះចំណោតផ្លាកសញ្ញានេះមានន័យដូចម្តេចភោជនីយដ្ឋានផ្លាកសញ្ញានេះមានន័យដូចម្តេចសម្រាប់សម្គាល់ផ្លូវធំមានផ្លូវតូចឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្តេចហាមចូលចំពោះយានយន្តកសិកម្មគ្រប់ប្រភេទ
ផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខអាចមានយន្តហោះហោះកាត់ញឹកញាប់យ៉ាងទាបពីលើផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមឈប់ចំពោះយានជំនិះគ្រប់ប្រភេទផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខមានថ្មធ្លាក់ឬមានដុំថ្មលើទ្រូងផ្លូវសញ្ញានេះមានន័យដូចម្ដេចកន្លែងបោះតង់និងចតរមាក់រថយន្តកម្សាន្តផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នមានផ្លូវកោងទៅឆ្វេងហើយកោងទៅស្ដាំនៅខាងមុខផ្លាកសញ្ញានេះមានន័យដូចម្ដេចគំនូសសញ្ញាបែងចែកទ្រូងផ្លូវពីទិសផ្ទុយគ្នាអ្នកបើកបរខាងគំនូសជាប់ហាមឆ្លងកាត់ហើយខាងគំនូសដាច់អាចឆ្លងកាត់បានផ្លាកសញ្ញានេះមានន័យដូចម្ដេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបើកបរងាកឬវាងទៅស្ដាំផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នខាងមុខមានផ្លូវកែងបត់ទៅស្ដាំផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមចូលចំពោះយានជំនិះដែលមានបណ្ដោយសរុបគិតទាំងបន្ទុកលើសពី10ម៉ែត្រផ្លាកសញ្ញានេះមានន័យដូចម្ដេចកន្លែងមានទួលកាប់ទទឹងផ្លូវផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ការហាមរថយន្តប្រភេទដឹកទំនិញធុនធំចេញយានយន្តផ្សេងទៀតផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ការកំណត់ល្បឿនអបបរមា30គីឡូម៉ែត្រក្នុង1ម៉ោងផ្លាកសញ្ញានេះមានន័យដូចម្ដេចអនុញ្ញាតឲ្យបន្តដំណើរបើគ្មានឧបសគ្គនៅខាងមុខសញ្ញានេះមានន័យដូចម្ដេចគំនូសសញ្ញាតូចពណ៌លឿងសតាមបណ្ដោយចិញ្ចើមផ្លូវសម្រាប់ហាមចតផ្លាកសញ្ញានេះមានន័យដូចម្ដេចអនុញ្ញាតឲ្យអ្នកបើកបរតាមទិសមើលឃើញនគរបាលចរាចរណ៍ពីជំហានខ្លួនបន្តដំណើរផ្លាកសញ្ញានេះមានន័យដូចម្ដេចចូលទីប្រជុំជនក្រុងភ្នំពេញផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ផ្លូវតូចចក្រយានធ្វើចរាចរណ៍ផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យប្រុងប្រយ័ត្ននិងឈប់បើយានមិនទាន់ដល់ផ្លូវខ្វែងផ្លាកសញ្ញានេះមានន័យដូចម្ដេចគំនូសសញ្ញាតូចពណ៌ក្រហមសតាមបណ្ដោយចិញ្ចើមផ្លូវសម្រាប់ការហាមឈប់ផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមចូលចំពោះតូចចក្រយានយន្តដែលមានសណ្ដង់រមាក់ឬរទេះផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យឈប់ផ្លាកសញ្ញានេះមានន័យដូចម្ដេចយានបត់ឆ្វេងតម្រូវឲ្យឈប់ផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យប្រុងប្រយ័ត្ននិងឈប់បើយានមិនទាន់ចូលដល់ផ្លូវខ្វែងផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រាប់ការចូលដល់ព្រំប្រទល់ខេត្តកំពង់ចាមផ្លាកសញ្ញានេះមានន័យដូចម្ដេចអនុញ្ញាតឲ្យបន្តដំណើរទៅមុខបើសិនជាយានចូលដល់ផ្លូវខ្វែងហើយផ្លាកសញ្ញានេះមានន័យដូចម្ដេចតម្រូវឲ្យយានជំនិះគ្រប់ប្រភេទបត់ឆ្វេងនៅខាងមុខផ្លាកសញ្ញាផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ព្រំប្រទល់ខេត្តកំពង់ចាមផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមចូលចំពោះរទេះដែលអូសដោយសត្វផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យអែបស្ដាំផ្លាកសញ្ញានេះមានន័យដូចម្ដេចអនុញ្ញាតឲ្យបត់ឆ្វេងផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ផ្លូវសំខាន់មានសិទ្ធិផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យបន្តដំណើរទៅមុខចំពោះអ្នកបើកបរតាមទិសមើលឃើញនគរបាលចរាចរណ៍ពីជំហានខ្លួនផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមចូលចំពោះតូចចក្រយានផ្លាកសញ្ញានេះមានន័យដូចម្ដេចចប់ទីប្រជុំជនក្រុងភ្នំពេញផ្លាកសញ្ញានេះមានន័យដូចម្ដេចហាមថ្មើរជើងឆ្លងកាត់ផ្លាកសញ្ញានេះមានន័យដូចម្ដេចបញ្ជាឲ្យឈប់ចំពោះអ្នកបើកបរតាមទិសដែលមើលឃើញនគរបាលចរាចរណ៍ចំពីមុខឬពីក្រោយ